đầm na rướng dưỡngក្រគេមើលងាយនៅក្នុងភូមិតូចមួយមានគ្រួសារក្តីក្រមួយរស់នៅក្នុងផ្ទះឈើចាស់ៗក្បែរបំពង់លូធំក្លិនគ្មានអ្នកណាចង់រស់នៅពេលភ្លៀងធ្លាក់បន្តិចក៏ទឹកហូរចូលក្នុងផ្ទះគ្រួសារនោះមានតែម្ដាយម្នាក់ឈ្មោះម៉ែស្រីប៉ៅនិងកូន2នាក់ប្រុសមួយស្រីមួយពួកគេរស់នៅដោយការលក់សម្លនិងធ្វើការងារថ្មីបន្តិចបន្តួចតាមអ្វីដែលអាចរកបានជីវិតពួកគេច្រើនពោរពេញដោយការរឹងប៉ឹងនិងទឹកភ្នែកប៉ុន្តែអ្វីដែលធ្វើឲ្យឈឺចិត្តជាងក្រគឺការមើលងាយពីអ្នកជំវិញនៅពេលក្មេងៗទៅរៀនអ្នកដតីអៀនសើចដោយសារតែពួកគេពាក់សម្លៀកបំពាក់ចាស់ៗមិនសូវមានស្រោមស្បែកជើងល្អៗដូចកូនអ្នកមានកូនប្រុសឈ្មោះរឿនអាយុ13ឆ្នាំតែងតែស្ងៀមស្ងាត់ពេលគេជេរឬបោះពាក្យមើលងាយគាត់និយាយថាយើងក្រតែយើងមិនចោលយើងមិនបោកបញ្ឆោតនរណាទេក្រតែមិនអាក្រក់ទេមិនខ្មាស់ទេស្រីប្អូនឈ្មោះរឿននីអាយុ9ឆ្នាំវិញក៏ទុះតូចក៏ពូកែនាងជួយម៉ែច្រាស់ចៀនលាងខោអាវហើយនៅពេលថ្ងៃអាទិត្យនាងចូលទៅដាវលក់សម្លជាមួយម៉ាតាមផ្លូវភូមិប៉ុន្តែពេលពួកគេចូលភូមិអ្នកខ្លះតែងតែសម្លឹងមើលដូចជាមើលញាក់មិនសំខាន់មានពេលក្មេងៗមួយក្រុមសើចចំហកអូយកូនម៉ែក្រមកមើលស្បែកជើងស្រាយទាំងនោះទោះបីពិបាកប៉ុណ្ណាក្មេងទាំងពីរនៅតែព្យាយាមរៀនម៉ែពួកគេជំរុញជានិច្ចកូនក្រគឺជាការពិតថ្ងៃនេះប៉ុន្តែបើរៀនធ្វើការស្រឡាញ់សេចក្តីត្រឹមត្រូវមួយថ្ងៃខាងមុខក៏អាចផ្លាស់ប្ដូរជីវិតបានដែរកុំឲ្យពាក្យមើលងាយបំបែកចិត្តថ្ងៃកន្លងទៅជីវិតពោពេញដោយការពនតងរឿនតែងតែចូលអានសៀវភៅក្រោយម៉ោងរៀនទោះបីមិនមានភ្លើងអគ្គិសនីក្នុងផ្ទះក៏ដោយគាត់ប្រើទៀនតូចរឿននេះវិញស្រឡាញ់គូររូបនិងសរសេរអ្នកគ្រូសរសើរថានាងមានទេពកោសល្យប៉ុន្តែមនុស្សជុំវិញមិនទាន់បដូរទេពួកគេច្រើនតែមានមាត់បោះពាក្យដូចជាគ្រួសារនេះតែងតែជះកង្វះគ្មានថ្ងៃលូតលាស់ទេកូនក្រមិនអាចទៅឆ្ងាយបានពាក្យទាំងនេះធ្វើឲ្យចិត្តរងរបួសប៉ុន្តែគ្រួសារតូចមួយនោះបានយកវាជាកម្លាំងក្នុងចិត្តពេលវេលាដែលបង្កើតទឹកភ្នែកថ្ងៃមួយម៉ែប៉ៅឈឺធ្ងន់ត្រូវយកទៅមន្ទីរពេទ្យព្រោះគ្មានលុយគ្រប់គេត្រូវខ្ចីខ្ចាំអ្នកជិតខាងអ្នកខ្លះមិនចង់ឲ្យខ្ចីទីហើយបោះពាក្យមើលងាយថាខ្ចីទៅក៏មិនដឹងថ្ងៃណាចេញបានដែរយកក្រពើទៅជាកម្មវុធចាំប្រាក់តែសមជាងរឿនកាន់ដៃម៉ែរបស់គាត់ភ្នែកពោពេញទឹកភ្នែកបញ្ចេញសំឡេងតូចម៉ែកុំបារម្ភទីយើងនឹងធ្វើឲ្យម៉ែមានជីវិតប្រសើរឡើងសង្គ្រាមជីវិតបន្តពេលយប់ក្មេងៗគ្រាន់តែគិតថាហេតុអ្វីក្រហើយត្រូវមើលងាយផងតែទោះយ៉ាងណាពួកគេមិនធ្លាក់ចិត្តឡើយកម្លាំងពីការទ្រាំរឿនចូលប្រឡងជាតិអ្នកចិត្តខាងសើចចំអកថាកូនម៉ែក្រមានអីទៅប្រឡងជាតិក៏អឹតសាប៉ុន្តែរឿនមិនអើពើគាត់ខិតខំអានសៀវភៅសរសេរនៅក្រោមភ្លើងទៀននៅថ្ងៃលទ្ធផលចេញគាត់ឈរនៅលើបញ្ជីឈ្មោះជាសិនអាចបន្តរៀនមធ្យមសិក្សាខ្ពស់ជាមួយអាហារូបកម្មពេលនោះមនុស្សជុំវិញស្ងៀមស្ងាត់ពួកគេមិនមានពាក្យអីទៀតទេរឿនបង្រៀនប្អូនកុំខ្មាស់អីទាំងអស់ការគ្មានលុយមិនមែនជាបាបអ្វីដែលជាបាបគឺបោះបង់អនាគតដោយសារពាក្យមើលងាយចុងបញ្ចប់ដោយបង្កើតកំឡោះចិត្តឆ្នាំកន្លងទៅរឿនបានបន្តរៀនបច្ចេកទេសវិស្វកម្មតាមអាហារូបកម្មរឿននេះក៏បានឈ្នះប្រឡងគូម៉ែពៅទោះជារួមនៅក្នុងជំនឿប៉ុន្តែចិត្តរីករាយព្រោះឃើញកូនคล้ายជាមនុស្សសង្គមសរសើរមនុស្សជុំវិញដែលធ្លាប់មើលងាយក៏ចាប់ផ្ដើមសរសើរ
ប៉ុន្តែគ្រួសារមិនធ្វើចិត្តអង្អាចឡើយពួកគេនៅតែរស់ដោយភាពសាមញ្ញរឿងនិយាយក្នុងពេលបើកសន្ទរអាកាសនៅក្នុងសាលាយើងក្រគឺពិតប៉ុន្តែយើងមិនគួរឲ្យគេមើលងាយឡើយព្រោះកម្លាំងនិងចិត្តស្មោះអាចផ្លាស់ប្ដូរជីវិតកុំសើចចំអកញាក់ក្រីក្រព្រោះសេចក្តីក្រីក្រគឺជាដំណាក់កាលមួយតែមិនមែនជាអនាគតភាគទី2ជីវិតថ្មីក្នុងទីក្រុងបន្ទាប់ពីឈ្នះអាហារូបករណ៍រៀននៅវិទ្យាល័យក្នុងទីក្រុងរឿនត្រចាក់ចេញពីភូមិជីវិតថ្មីក្នុងទីក្រុងមិនងាយស្រួលទេគាត់មិនមានលុយច្រើនដោយសើផ្សេងការធ្វើដំណើរទៅសាលាក៏ត្រូវជិះកង់ចាស់ដែលម៉ែគាត់ខ្ចីបានពីអ្នកស្រឡាញ់មួយក្នុងភូមិនៅថ្ងៃដំបូងចូលរៀនអ្នកយិតខាងក្នុងថ្នាក់មើលរឿនពីក្បែរហើយមានមួយចំនួនសើចសូម្បីតែបោះពាក្យថាមើលសម្លៀកបំពាក់គាត់ទៅទាំងអស់ហាក់ដូចមិនសមទៅសាលាថ្នាក់ខ្ពស់ទេសិទ្ធអាហារូបករណ៍ទេយ៉ាងហោចណាស់ក៏គ្មានលុយទិញសៀវភៅស្អាតដែររឿនស្ងៀមស្ទើរតែខ្មាស់ប៉ុន្តែក្នុងចិត្តគាត់មានសម្លេងមួយនិយាយថាយើងមកទីនេះមិនមែនដើម្បីប្រកួតសម្លៀកបំពាក់ឬទ្រព្យសម្បត្តិទេតែដើម្បីប្រកួតចំណេះដឹងជីវិតនៅផ្ទះជួលតូចរឿនរស់នៅក្នុងបន្ទប់ជួលតូចដំបូងគាត់ស្ទើរតែគ្មានគ្រែគេងត្រឹមសំពត់ចាស់និងកន្សែងតូចពេលយប់គាត់អានសៀវភៅក្រោមភ្លើងអំពូលតូចដែលភ្លឺមិនសូវច្បាស់ពេលហូបអាហារគឺតែបាយស្ងោរនិងប្រហុកខ្ទិះឬត្រីសាបក្រឡុកជាមួយអំបិលបន្តិចជីវិតលំបាកប៉ុណ្ណាគាត់នៅតែអនុវត្តចំណេះដឹងការទ្រាំនឹងភាពឯកោនិងពាក្យមើលងាយធ្វើឲ្យចិត្តរឹងមាំជាងមុនស្នាមញញឹមក្រោយទឹកភ្នែកមានទេលក្មេងខ្លះក្នុងថ្នាក់និយាយចំអកថាអូយកូនកំពងម៉ានេះឆ្លាតអីតែមិនយូរទេក៏ជ្រុះពីថ្នាក់រឿនត្រឡប់មកប្រទេសជួលមុខពោពេញទឹកភ្នែកគាត់គិតដល់ម៉ែនិងប្អូនរឿននេះទឹកភ្នែកហូរចក់ប៉ុន្តែគាត់ក៏លូតលាស់ក្នុងចិត្តថាបើខ្ញុំបោះបង់នោះគឺពាក្យមើលងាយរបស់ពួកគេคล้ายជាការពិតខ្ញុំមិនអាចឲ្យវាកៅឡើងបានទេគាត់រៀនយប់យ៉ាងម៉ម៉ងពេលព្រឹកក៏ឆាប់ភ្ញាក់ទៅសាលាទោះកង់ចាស់របស់គាត់ពេលខ្លះខូចក៏ដោយការបង្ហាញគ្រួងក្នុងថ្នាក់រឿនចូលរួមប្រឡងប្រធានបទគណិតវិទ្យានិងអក្សរសាស្ត្រទោះគាត់ក្រនឹងមិនមានឧបករណ៍ល្អដោយសិស្សផ្សេងប៉ុន្តែដោយការខិតខំក៏គាត់បានទទួលពានសរសើរពីគ្រូនិងក្លាយជាសិស្សលើកទឹកចិត្តថ្ងៃនោះពេលគ្រូប្រកាសឈ្មោះរឿនថាជាសិស្សល្អឆ្នើមក្នុងថ្នាក់គ្រូនិយាយថាកុំមើលតែសម្លៀកបំពាក់ឬកង់ចាស់របស់គេអនាគតមនុស្សមិនវាស់តាមអាវស្អាតទេតែវាស់តាមក្តីខិតខំនិងចំណេះដឹងសិស្សមួយចំនួនស្ងៀមមិនមានអក្សរចំអកដូចមុនការលំបាកនឹងក្តីសង្ឃឹមរឿនមិនត្រឹមតែចេះរៀនទេគាត់ក៏ចេះរកប្រាក់បន្ថែមពេលថ្ងៃអាទិត្យគាត់ទៅជួយដឹកសម្ភារៈនៅផ្សារឬលក់សៀវភៅចាស់ប្រាក់តិចតួចនោះគាត់ផ្ញើត្រឡប់ទៅភូមិដើម្បីឲ្យម៉ែពៅមានថវិកាចិញ្ចឹមរឿននេះពេលទទួលលុយរឿនផ្ញើទៅម៉ែភ្នែកពោពេញទឹកភ្នែកនិយាយតាមទូរស័ព្ទកូនគុំចំណាយលើខ្លួនច្រើនហើយយកមកផ្ញើម៉ែទេម៉ែសុខចិត្តគ្រប់ពេលដែលឃើញកូនព្យាយាមសំឡេងនោះធ្វើឲ្យរឿនរឹងប៉ាំងជាងមុនចុងភាគទី2បន្ទាប់ពី2ឆ្នាំក្នុងទីក្រុងរឿនក្លាយជាសិស្សល្អឆ្នាំនៃសាលានិងត្រូវបានជ្រើសរើសទៅប្រឡងជាតិវិញពេលនេះគាត់កាន់តែមានកម្លាំងក្នុងចិត្តមិនមែនសម្រាប់ខ្លួនឯងទេតែសម្រាប់ម៉ែនិងប្អូនគាត់សង្ឃឹមថាពេលណាមួយគេនឹងអាចបង្ហាញដល់អ្នកដែលធ្លាប់មើលងាយថាយើងក្រប៉ុន្មានក៏ដោយតែយើងអាចឈរឡើងបាន